បាទជំរាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នានៅសាច់រឿងថ្មីមួយទៀតចង់ដឹងថាតើរឿងរ៉ាវនេះព្រឺព្រួចយ៉ាងណាក៏តាមដានស្ដាប់ទាំងអស់គ្នានៅភូមិដាច់ស្រយាលមួយមានយុវជនម្នាក់ឈ្មោះចន្ទថាជាមនុស្សសម័យថ្មីមិនសូវជឿលើរឿងអបិយជំនឿចាស់បុរាណដែលគាត់បានទូមានផ្ដែផ្ដាំនោះទេល្ងាចមួយខណៈពេលដែលគេកំពុងរៀបចំខ្លួនទៅជួបមិត្តភក្តិគេបានកលេចមើលឃើញកញ្ចក់ដៃរបស់គេវែងហើយនឹងកខ្វក់ទោះបីជាយាយរបស់គេធ្លាប់ផ្ដាំថាកុំឲ្យកាត់ក្រចកនៅពេលយប់ព្រោះវានាំឲ្យចង្រៃនិងហៅព្រលឹងខ្មោចមកលេងជាមួយចន្ទថាមិនដែលខ្វល់នឹងពាក្យសម្ដីយាយរបស់គេទេគេបានទាញកន្ត្រៃមកអង្គុយលើគ្រែក្រោមពន្លឺតិចហើយចាប់ផ្ដើមកាត់ក្រចករបស់គេសំឡេងកាត់ក្រចកក៏បន្លឺឡើងកណ្ដាលភាពស្ងាត់ជ្រងំនៃរាត្រីនោះនៅពេលដែលចន្ទថាកាត់ដល់ក្រចកមេដៃសំឡេងចម្លែកមួយបានបន្លឺឡើងពីជ្រុងងងឹតនៃបន្ទប់របស់គេដូចជាមនុស្សម្នាក់កំពុងកាត់ក្រចកតាមគេដែរចន្ទថាក៏ឈប់កាត់មួយសន្ទុះបេះដូងរបស់គេចាប់ផ្ដើមលោតញាប់គេគិតថាប្រហែលជាសំឡេងអ្នកជិតខាងប៉ុណ្ណោះប៉ុន្តែនៅពេលដែលគេបន្តកាត់សំឡេងនៅក្នុងជ្រុងងងឹតនោះក៏នៅតែបន្លឺឡើងតាមក្រោយគេភ្លាមមិនយូរប៉ុន្មានស្រាប់តែមានខ្យល់ត្រជាក់បក់កាត់ផ្ទៃមុខរបស់គេទាំងដែលបង្អួចបានបិទជិតអស់ទៅហើយបន្ទាប់ពីកាត់រួចចន្ទថាក៏ព្យាយាមប្រមូលកំទេចកញ្ចក់ដែលជ្រុះនៅលើឥដ្ឋដើម្បីយកទៅចោលចាស់ពោលថាបើជ្រុលជាកាត់ពេលយប់ហើយត្រូវប្រមូលឲ្យអស់បើមិនអញ្ចឹងទេខ្មោចនឹងយកក្រចករបស់យើងទៅធ្វើអំពើអាបធ្មប់ចន្ទថាប្រមូលចិត្តនឹងអស់ហើយប៉ុន្តែបែរជាបាត់កំទេចក្រចកកូនដៃរកមិនឃើញសោះទោះបីគេព្យាយាមរកយ៉ាងណាក៏រកមិនឃើញហាក់បីដូចជាមានដៃអ្វីម្យ៉ាងលូកឆក់យកយ៉ាងលឿនយប់នោះដែរចន្ទថាគេមិនលក់សោះនៅពេលដែលគេគេងលក់បន្តិចគេក៏យល់សប្តិឃើញស្រមោលខ្មៅដ៏ធំមួយកំពុងអង្គុយនៅចុងជើងរបស់គេដែលស្រមោលមួយនោះកាន់កន្ត្រៃកាត់កញ្ចក់ច្រេះមួយព្យាយាមទាញដៃចន្ទថាទៅកាត់ក្នុងសុបិនចន្ទថាឈឺចាប់ខ្លាំងណាស់ព្រោះខ្មោចនោះបានកាត់សាច់មាត់ក្រចករបស់គេរហូតដល់ហូរឈាមជោកដៃចន្ទថាក៏ភ្ញាក់ឡើងដោយខ្លួនរបស់គេពោពេញដោយញើសជោកពេញខ្លួនហើយអ្វីដែលរន្ធត់បំផុតនោះគឺនៅលើភួយមានស្នាមឈាមតូចស្រក់ពីចុងម្រាមដៃរបស់គេមែនតែនលុះដល់ស្អែកឡើងចន្ទថាមានអារម្មណ៍ថាឈឺចាប់ខ្លាំងនៅចុងម្រាមដៃរបស់គេស្បែកជុំវិញក្រចកដែលគេបានកាត់កាលពីយប់មិញចាប់ផ្ដើមប្រែពណ៌ទៅជាពណ៌ស្វាយក្រមៅហាក់បីដូចជាសាច់ស្អុយអញ្ចឹងយាយរបស់គេឃើញបែបនេះក៏សួរដោយការបារម្ភប៉ុន្តែចន្ទថានៅតែលាក់បាំងព្រោះខ្លាចយាយស្ដីបន្ទោសឲ្យនៅរឿងដែលមិនស្ដាប់បង្គាប់គាត់តែការឈឺចាប់វាកាន់តែខ្លាំងឡើងរហូតដល់គេមិនអាចកាន់ស្លាបព្រាហូបបាយបានយប់ទី2ក៏ឈានចូលមកដល់ចន្ទថាឮសំឡេងហាក់បីដូចជាមានអ្នកកំពុងកាត់ក្រចកនៅក្រោមគ្រែរបស់គេក៏ព្យាយាមអើតមើលប៉ុន្តែគ្មានឃើញអ្វីទាំងអស់លុះដល់ពាក់កណ្ដាលអាត្រៀនគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងត្រជាក់មកប៉ះចុងម្រាមដៃរបស់គេពេលគេបើកភ្នែកឡើងស្រាប់តែឃើញស្ត្រីម្នាក់សក់វែងអូសដីកំពុងអង្គុយបែរខ្នងនៅមាត់បង្អួច
នាងកំពុងអង្គុយខំក្រចកដៃដែលចន្ទាបានបាត់កាលពីយប់មុននោះសំឡេងខំក្រចកគ្រឺតគ្រឺតធ្វើឲ្យចន្ទាខ្លាចរហូតដល់មិនហ៊ានបញ្ចេញសំឡេងអ្វីឡើយស្ត្រីម្នាក់នោះចាប់ផ្ដើមងាកមកយឺតយឺតដែលផ្ទៃមុខរបស់នាងមានភ្នែកធំធំច្រមុះផុងចូលក្នុងមាត់ធំពោពេញដោយឈាមកំពុងស្រក់តក់តក់នាងខ្សឹបសួរចន្ទាដោយសំឡេងស្អកស្អកថាក៏ចោលដៃឯងឆ្ងាញ់ណាស់ចោលអាមរៀបដៃឯងវិញឆ្ងាញ់កម្រិតណាចន្ទាព្យាយាមរត់ចេញពីបន្ទប់ប៉ុន្តែទ្វារត្រូវជាប់សោដូចមានអ្នកចាក់សោពីខាងក្រៅខ្មោចស្រីនោះចាប់ផ្ដើមវាឡើងលើជញ្ជាំងសម្ដៅមករកចន្ទាយឺតយឺតដោយការភ័យខ្លាចខ្លាំងពេកចន្ទាបានស្រែកហៅយាយឲ្យជួយយាយរបស់គេដែលដឹងរឿងតាំងពីដំបូងបានរត់មកគោះទ្វារនិងសូត្រមន្តរំដោះគ្រោះពីខាងក្រៅយាយបានបង្គាប់ឲ្យចន្ទាយកទៀនធូបមកអុជដើម្បីសុំខមាទោសចំពោះគ្រូដើមនិងម្ចាស់ទឹកម្ចាស់ដីភ្លាមនោះស្រមោលខ្មោចស្រីនោះក៏រលាយបាត់ទៅប៉ុន្តែវាបានបន្សល់ទុកស្នាមក្រយ៉ាវយ៉ាងជ្រៅនៅលើខ្នងដៃរបស់ចន្ទាទោះបីជាខ្មោចនោះរលាយបាត់ទៅមែនប៉ុន្តែចន្ទានៅតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមើលគេពីកន្លែងងងឹតមកហើយរៀងរាល់យប់គេតែងតែឮសំឡេងកាត់ក្រចកចេញពីក្នុងទូខោអាវពេលនេះហើយគេបានដឹងថាការកាត់ក្រចកពេលយប់គឺដូចជាការបើកទ្វារឲ្យព្រលឹងអមនុស្សចូលមកក្នុងជីវិតរបស់គេដែលមិនងាយនឹងដេញចេញទៅវិញបានឡើយចាប់ពីថ្ងៃនោះមកចន្ទាលែងហ៊ានធ្វើអ្វីខុសបំរាមចាស់ទៀតហើយគេបានក្លាយជាមនុស្សម្នាក់ដែលគោរពអបិយជំនឿខ្មែរយ៉ាងខ្ជាប់ខ្ជួនសាច់រឿងនេះដែរបានក្លាយជាមេរៀនសម្រាប់អ្នកភូមិទាំងមូលឲ្យបានដឹងថាអ្វីដែលចាស់ហាមគឺមិនមែនគ្មានហេតុផលនោះទេបាទសាច់រឿងនេះក៏ចាប់ត្រឹមតែប៉ុណ្ណេះសូមអធិស្ឋានរាល់កំហុសខុសឆ្គងទាំងឡាយជួបគ្នានៅសាច់រឿងក្រោយទៀត